បីកាលពីមុនពួកចាប់ស្រុកនិងចាប់ព្រៃតែងតែហៅរកចំណីជាពួកផ្សេងគ្នាមេចាប់ស្រុកតែងប្រដៅវងរបស់ខ្លួនថាបើរកស៊ីកុំជជែកគ្នាបើព្រានវាយលុកត្រូវស្រស់គ្នាហាទូលលុបឲ្យរបាល់ដើម្បីរួចជីវិតពួកចាប់ស្រុកក៏ធ្វើតាមដំបូន្មានចំណែកខាងចាប់ព្រៃវិញគ្មានសន្តិភាពទេពេលរកស៊ីម្តងតែងស្រែកចែកចែកថ្ងៃមួយចាប់ទាំងពីរក្រុមក៏បានជួបគ្នានៅដើមត្រែងមួយគុំចាប់ព្រៃទុំនៅក្រោមឯពួកចាប់ស្រុកទុំនៅលើរំពេចនោះមេឃត្រែងក៏ធ្លាក់មកចំក្បាលចាប់ព្រៃចាប់ព្រៃខឹងក៏និយាយទៅកាន់ចាប់ស្រុកថាហេតុអីក៏កាច់មេឃត្រែងទម្លាក់ដាក់ក្បាលយើងចាប់ស្រុកក៏តបយើងមិនបានកាច់ទេមេឃត្រែងបាក់ខ្លួនឯងទេតាពួកចាប់ព្រៃមិនពិចារណាហេតុផលក៏បបួលគ្នាឈ្លោះនឹងពួកចាប់ស្រុកលីមាត់អឹងកងរំពងឡើងភ្លាមនោះពួកព្រានព្រៃលីមាត់ចាប់នៅគុំត្រែងនោះច្រើនក៏យកលុកទៅវាយជាប់ទាំងអស់គ្នាចាប់ទាំងពីរពួកជាប់លុបហើយក៏នៅតែឈ្លោះគ្នាមិនបានប៉ុន្មានក៏ត្រូវព្រានព្រៃចាប់យកទៅធ្វើជាអាហារអស់ទៅ